chơi yo nhóm chine hay nhóm cao quan trọng một pi club nó mong cái nhung con khai trong nó ơi cái xuông hát tây số đấy cái bốn trăm bạn đây bao nè ôn tụ ban piên ấy ta ônประกวดในแคดnào với ôn នៅខេត្តបាត់ដំបង แคด បាត់ដំបងហើយឃុំអីអូន នៅឃុំខ្លាច់មាស ខ្នាច់មាសអូខ្នាច់មាសនៅប្រវល់ទេ បាទបាទអូបាទ បាទតើអូនវាយប៉ុន្មានអ្នកដែលបានទទួលបានពៀននេះ វាយ2នាក់បងម៉ារ៉ាតុង វាយ2អ្នកអញ្ចឹងមានចំនួន4អ្នកមែនទេ បាទបាទចំនួន អូអញ្ចឹងគេហៅថា for tournament បាទបាទ ដើម្បីទទួលបានពៀនហ្នឹងហ្នឹងហើយអូនតើអូនមានការប្រកួតមានប្រហែលដងដែរ ការប្រកួតយប់ហ្នឹងខ្ញុំប្រកួត2ដងបងជុំទី1ខ្ញុំផ្ដួលគេឲ្យស្លាប់ទឹកទី2ហើយជុំទី2ទឹកទី1ខ្ញុំវាយគេបែកទឹកទី2ខ្ញុំវាយគេរាប់ទឹកទី3ខ្ញុំឈ្នះដាច់បង អូចាំមានន័យថាប្រកួតចុងក្រោយគឺឈ្នះដោយពិន្ទុមែនទេ បាទបងបាទ បាទហើយអូនមកពីក្លឹបណាវិញ ក្លឹបដំបងកញូងគុនខ្មែរបង ដំបងខ្ញុំគុណខ្មែរ បាទ ហើយលោកគ្រូឈ្មោះអ្វីដែរអូន លោកគ្រូឈ្មោះលោកគ្រូកៅសំអាងហើយសិស្សច្បងលោកគ្រូកៅរំចង់ សិស្សច្បងកែវរំចង់បាទឥឡូវសិស្សច្បងកែវរំចង់ខ្លាចជា admin ដែរបាទ បាទ បាទហើយក៏អបអរសាទរដល់កីឡាករកែវមុនឆោមដែលប្រកួតបានពៀនហើយយកពៀនមកចូលក្លឹបដំបងញូគុណខ្មែរបងប្អូនណាបាទហើយជំរាបសួរលោកគ្រូ បាទជំរាបសួរលោកអូន បាទលោកគ្រូកែវសំអាងបាទត្រូវជាប៉ាខ្ញុំបាទហើយគ្រូមានអារម្មណ៍មិនដែរឃើញកូនសិស្សបាទទទួលបានពៀនបាទមកជូនក្លឹបបែបនេះ កូនសិស្សដែលបានមកជួបលោកគ្រូហើយយកពៀនមកជាមួយនឹងថាលោកគ្រូមានចិត្តបេតិសម្បំណោះរីករាយគេថាមានមោទនភាពនិងមោទកភាពណាស់ហើយកូនសិស្សបានយកជ័យជំនះស្នាដៃកិត្តិយសជូនក្លឹបជូនលោកគ្រូនៅក្នុងក្លឹបដំបងញូគុណខ្មែរដែលចំណោទឲ្យក្រសួងមហាផ្ទៃដូច្នេះគ្រូសប្បាយចិត្តនឹងខំពង្រឹងកូនសិស្សតទៅទៀតណាហើយជាពិសេសមានកូនរបស់ខ្ញុំកែលំចង់ទីតំណាងរបស់ខ្ញុំក៏ខំពង្រឹងកូនសិស្សនឹងឲ្យបានកាន់តែខ្លាំងទៅទៀតហើយសូមជម្រាបថាកូនសិស្សទាំងឡាយដែលចង់ហាត់បែកគុណនេះចូលមកចោះគ្រូឲ្យមានគិតថវិកាលុយកាក់អីទេដែលហាត់បែកគុណបដាគុណខ្មែរជាជីពអ្នកបដាអញ្ចឹងណា បាទបាទបាទ បាទមានប៉ុណ្្នឹងទេបាទ បាទ កែលចង់ បាទបាទអរគុណបាទបាទជាចុងក្រោយខ្ញុំបាទក៏ប្រាប់ដំណឹងដល់បងប្អូនបាទនៅខេត្តបាត់ដំបងបាទនៅខេត្តបាត់ដំបងនេះគឺការមកវឹកហាត់នៅក្លឹបដំបងកញូងនេះគឺមិនគិតប្រាក់កម្រៃអីទេបងប្អូនណាប៉ុន្តែសម្រាប់បងប្អូនមកវឹកហាត់នេះគឺច្បាស់លាស់នឹងមកប្រកួតហាត់វឹកហាត់ប្រកួតបានទទួលបាទបែបសុខភាពគឺពួកខ្ញុំគិតកម្រៃហើយបាទអរគុណច្រើនហើយក៏អបអរដល់កែវប៊ុនឆោមណាបាទអរគុណបាទបាទ